សុភាសិតទី1ក្រមុំដណ្ដឹងម្ដាយមេម៉ាយដណ្ដឹងចិត្តពាក្យនេះលោកពោលតាមធម្មតានៃស្ត្រីដែលនៅជាកញ្ញាគឺថាក្រមុំព្រហ្មចារីអ្នកណាចង់បានជីភរិយាត្រូវតែនាំគ្នាចូលទៅស្ដីដល់ឪពុកម្ដាយទើបគប្បីតាមផ្លូវលោកីពីព្រេងនាងពីព្រោះស្រីក្រមុំតូចត្រឡុកនៅក្នុងបន្ទប់ឪពុកម្ដាយមិនអាចសម្រេចលើរូបកាយចាត់ចែងខ្លួនឯងពុំទាន់បានបើដល់ទៅចាស់ជាមេម៉ាយទើបអាចចំណាយរៀបខ្លួនប្រាណតាមខ្លួនពេញចិត្តល្មមប្រមាណព្រោះគេធ្លាប់បានរៀបមុនម្ដងអ្នកដែលដណ្ដឹងត្រូវសួរចិនបញ្ជាក់ឲ្យពិតតាមទំនងកុំបីរំលោភហួសរំលងបើស្ម័គ្រគេផងសឹមយកចោះសុភាសិតទី2ក្រមុំមិនដែលស្លូតចង្កូតមិនដែលនឹងពាក្យនេះលោកពោលតាមធម្មតាស្ត្រីក្រមុំជាកញ្ញាតែងមានចិន្តាបែបខ្នេកខ្នក់ឆាប់ខឹងឆាប់ជាមួយរំពេចបានស្រួលបន្តិចតិចងេកងក់បើស្ដីបន្ទោសតែងតក់មកខ្នេកខ្នក់ខេខឹងឥតបាគិតមិនទាន់មានប្តីត្រូវប្រយ័ត្នការពារមើងម៉ាត់អស់ពីចិត្តកុំបានឲ្យធ្លុយតាមគំនិតខ្លាយក្រែងប្រព្រឹត្តក្បត់លោកីម្ដាយនឹងឪពុកឬមេបាគេថ្នមរក្សាត្រាប្រណីលំបាកដោយគេថែកូនខ្ចីទម្រាំមានប្តីទើបរបូតហេតុនេះបុរាណទើបពោលថាក្រមុំកញ្ញាមិនដែលស្លូតលោកប្រៀបគូនីដូចចង្កូតងាកឆ្លោកមិនដែលស្ងៀមសុភាសិតទី3ក្អែកមួយជាក្អែក10នេះជាពាក្យចាស់មិនមែនថ្មីដែលអ្នកប្រាជ្ញបុរាណលោកបានស្ដីប្រាប់ជនប្រុសស្រីផងទាំងឡាយគឺជាពាក្យប្រៀបធៀបប្រឌិតពីការប្រព្រឹត្តការបរិយាយនៃពាក្យសម្ដីតែងប្រែคลายវែងឆ្ងាយដោយពោលតទៅធម្មតាអ្នកដឹងឮរឿងអ្វីជារឿងថ្មីស្ងាត់ជ្រៅរមែងបាំងបាត់ពុំចិត្តនៅដោយចង់ប្រាប់ផ្លូវទៅអ្នកដទៃទើបទុកបិទបាំងរឿងប្លែកក្នុងទ្រុងស្ទើបែកសេញចែកក្រៃទុកណាស់បានត្រឹម2-3ថ្ងៃសម័យណាមួយគង់ភ្លាត់បានតែពោលចេញហើយមានតែលៀងមិនទៀងឃ្លៀងឃ្លាតចាស់ដាមដានប្លែកតិចម្ដងពុំជាក់ខានមិនយូរប៉ុន្មានមួយជា10រឿងនេះសឹងមាននិទានពិតសម័យអតីតលោកប្រារព្ធអំពីក្អែកមួយជាក្អែក10ដែលទុកឲ្យនៅតិចពុំបានថាមានបរោះឈ្មោះចៅជានិងនាងសោភាល្អកល្យាទើបរៀបការថ្មីបានដោយខ្សែមសាមិនយូរប៉ុន្មានចៅជានោះទៅក្នុងព្រៃក្រៅផ្ទះបន្តិចដោយកិច្ចធុរៈគឺទៅជួបបានឃើញការុងប្រាក់នៅទីនោះដែលគេដាក់ចុះលើផែនដីប្រាក់នោះអាខិលនិងអាខូចជាមនុស្សកំហូចឥតផ្ទឹម3វាទើបបោកគេបានថ្មីមកសូនសញ្ញ័យស្លាប់នៅទីនោះចៅជាបានឃើញការុងប្រាក់ដែលធ្លាក់នៅដីប្រព្រៃជុយក៏ជីកកប់ទុកក្នុងទីនោះហើយដើរចំពោះទៅផ្ទះវិញគឺប្រាប់នាងសុកប្រពន្ធនោះថាអញទៅជុះអំបញ្ញមិញបានឃើញក្អែកមួយវាហើរចេញពីទ្វារជុះមិញចូលក្នុងព្រៃប្រពន្ធលឺហើយជ្រួលក្នុងចិត្តទោះបីឲ្យបិទបាំងខ្លាំងក្រៃបិទទុកមិនបានប៉ុន្មានថ្ងៃសម័យខាងក្រោយភ្លាន់ប្រាប់ម្ដាយថាក្អែកពីរចេញពីប្តីមកឯម្ដាយក៏យកទៅបរិយាយប្រាប់ឪពុកថាបីកាន់តែខ្លាយដល់គេទាំងឡាយខ្ចាយជាដោះដំណឹងនោះប្លែកយ៉ាងអស្ចារ្យតោះតែរាជការស៊ើបសួរសពរកចុងរកដើមសាត្រឡប់មកជួបបញ្ចប់លើចៅជាសួរហេតុដូចម្ដេចក៏ដូច្នោះឯចៅនោះឆ្លើយបានប្រាប់ថាឃ
ខ្ញុំពោនេះឯងជាប្រស្នាព្រោះថាខ្ញុំរើសការងប្រាក់នៅក្នុងទីព្រៃមួយកន្លែងខ្ញុំក្រែងគេថាឯងលួចលាក់ទើបខ្ញុំមិនប្រាប់ទេថាប្រាក់ខ្ញុំជីកកប់ដាក់នៅមួយដុំហើយខ្ញុំបង្កើតពីឲ្យប្លែកថាក្អែកមួយចេញពីរូបខ្ញុំដើម្បីធ្វើរឿងឲ្យសង្ឃឹមគ្រាក្រោយទើបខ្ញុំនិយាយដោះរាជការបានជ្រាបដូច្នោះឯងក៏បាញ់រំលែកចែកប្រាក់នោះឲ្យទៅចៅជាដោយសង្គ្រោះពីព្រោះគាត់ប៉ិនរក្សាទ្រាំហេតុនេះទើបប្រាជ្ញបុរាណាពោលថាក្អែកមួយជាក្អែកដោះដោយយករឿងនេះមកប្ររោះប្រសពនឹងពាក្យមនុស្សតគ្នា